còn đây mà con là lớn cái thằng nơi tầm miên connection chỉ mối bong phone dương mà chỉ muốn chỉ mối nhau bây giờ lại thế qua tay thì một trong qua tha bong ơi họ mà show bay là việc make tầm bay ở ga thắt chuối ao như sau sập kia lắm ban đâm tệ đâm luôn và lọc vào bên phong phủ ấy ở nhau mặt trong ao con lẹ tay kia nề ri rong cua mà đẹp tiên không thể nắm nề ri để cho rong cua còn lỏng màu thì nó đẹp ở đây có thọp đẹp một nhau mắt á con chui sai mấy các ban con chui thư ấy mấy các ban chui thư mấy cái mấy ở quát bà đâm smart ở đây mà với con đấy thì vô tham một con bà quát nó đi thử ca tham môn ở cung đưa có thử mình nổ cung mà là biết đi chẳng nó ăn cái hai ta chẳng nó ăn cái bằng gỗ bong ôn dương tư sim riêng ấy tư để sai tập từng vu cho tia cho sập bài vì chắc mà có là việc thì nó nắng á bà បងប្អូនលើស្ដាប់ណាសារព័ត៌មានផ្ទះតារានេះខ្ញុំទៅស្ដាប់ចប់ហេតុអីបកគោម្នាក់ដែលជាអតីតប្តីរបស់ខ្ញុំចាស់ហ្នឹងគាត់នៅមិនដាច់មិនស្រែកមិនហើយដល់ណាទៀតជាមួយខ្ញុំសួរអញ្ចេះវិញនេះខ្ញុំចាប់បានហើយមានអ្វីដែលលាក់បាំងនៅពីក្រោយហ្នឹងដែលខ្ញុំដឹងទៀតណាដាច់ស្រែកជាមួយខ្ញុំមិនដាច់ស្រែកហើយអស់ហើយឥឡូវហ្នឹងនៅចងកម្មចងពីដល់ណាទៀតបុគ្គលម្នាក់ហ្នឹងខ្ញុំអត់យល់ទេនេះបកាច់បកោឈ្មោះខ្ញុំរហូតមកដល់ឥឡូវហ្នឹងវាខ្ទេចខ្ទីអាលីលុតអស់ហើយដោយសារវានឹងឯងណាហើយមិនអស់មកហើយអីទៀតខ្ញុំនៅប្រពន្ធវាដល់ណាទៀតខ្ញុំលែងលះវាដាច់ស្រែករហូតដល់ចៃថតសម្បត្តិឲ្យគេទៀតទាំងគេចូលក្នុងជីវិតខ្ញុំអត់មានឲ្យខ្ញុំទេណាមានកិច្ចសន្យាមិនហាយហួរទេបែកគ្នាដោយសន្តិវិធីបែបនេះបែបនោះចឹងទៅនិយាយអស់ហើយនៅក្នុងហ្នឹងឥឡូវចេញមកទៀតរហូតមិនអស់មិនហើយជួលឲ្យមីក្មេងពីលនោះនិយាយដើមលោកឪសិតលោកឪហ្នឹងបកាច់បខូចលោកឪជាមនុស្សមួយដែរយកប្រពន្ធគេលោកឪហ្នឹងជាខ្ទើយលោកឪហ្នឹងជាប្រពន្ធរបស់មីក្មេងពីលហ្នឹងប្តីរបស់មីក្មេងពីលហ្នឹងអីចឹងទៅហើយឥឡូវនេះវាថាអត់ទេលោកឪនឹងអត់បានអីវាទេស្មានតែធ្វើអីខ្ញុំអត់ដឹងមែនអ្នកឯងជួស្រីការ៉ាអូខេមកបកាច់បកោឈ្មោះលោកឪទៅសើបរឿងលោកឪគ្រប់បែបយ៉ាងសាងកម្មពៀមួយខ្ញុំមិនអស់ចិត្ត6 ដល់ 10 ឆ្នាំហើយមកសាងកម្មពៀមួយលោកឪទៀតណាអ្នកឯងឡើងទៅលើភ្នំប្រមាថលោកឪរស្លាប់លោកឪគម្រាមស្លាប់លោកឪនៅអាស្រមអីនោះគេក៏ដឹងឮគ្រប់គ្នាដែរឲ្យវាល្មមបានទៅគេឈ្មោះខ្ញុំវាលាយលុតដោយសារបុគ្គលម្នាក់ហ្នឹងឯងដែលបង្កើតធីមបង្កើតពួកហ្នឹងមកប៊ូលីយើងសពគ្រប់ការអស់ហើយអត់ចេះសេខ្មែរសុកគិត translate បកប្រែភាសាខ្មែរមកខមមិនជេយើងមកខមមិនសោកយំជាងជីវិតរបស់យើងអីចឹងទៅបន្ទាប់បែកពីវាហ្នឹងឲ្យមហាជនមើលមកយើងហ្នឹងជាមនុស្សល្ងងឡប់សតិអាក្រក់ណាបុគ្គលដែលផិតប្តីទាំងខ្ញុំពាក្យអ្នកឯងនិយាយមួយខ្ញុំមកវាច្រើនពេកហើយអ្នកការខ្ញុំរស់នៅជាមួយអ្នក6 ដល់ 10 ឆ្នាំមកវាដូចនៅរក់បែបអញ្ចឹងនៅចុះនៅរក់ទាំងរស់អ្នកមានដែរដឹងទេពីអារម្មណ៍នៅខាងក្នុងរបស់ខ្ញុំបើអ្នកវាយខ្ញុំបើសិនជាអ្នកវាយខ្ញុំឲ្យខ្ទេចមុខវាខ្ទេចវល់អស់ហើយតែវាអ្នកឯងចូលចិត្តវាយពីខាងក្នុងរបស់ខ្ញុំយល់ទេវាយផ្លូវចិត្តខាងក្នុងរបស់ខ្ញុំក្រំគ្រាដូចធ្លាក់នរកអញ្ចឹងនៅ6 10 ឆ្នាំហ្នឹងឥឡូវខ្ញុំចេញពីនរកវិញហើយចង់ប្រាប់អ្នកតែប៉ុណ្្នឹងហើយឈប់ចងកម្មចងពៀជាមួយខ្ញុំទៅនេះជាវីដេអូចុងក្រោយដែលខ្ញុំចង់ផ្ដាំទៅបុគ្គលដែលជាអតីតហ្នឹងប្តីខ្ញុំហ្នឹងឈប់សាងកម្មពៀជាមួយខ្ញុំទៀតទៅអ្នកធ្វើអីក៏ខ្ញុំដឹងដែរហើយខ្ញុំឡើងខ្មាស់ហើយពេលនេះតទៅបងប្អូនមហាជនចង់ជឿមិនជឿជេរខ្ញុំក៏ជេរទៀតទៅខ្ញុំអត់ខឹងទេព្រោះខ្ញុំដឹងថាដើមហេតុទាំងអស់គឺដោយសារម្នាក់នឹងព្រោះខ្ញុំស្គាល់សន្តានច្បាស់6 ដល់ 10 ឆ្នាំគឺសេចក្តីសុខរបស់គេចូលចិត្តនិយាយប៊ូលីពីគេជាពិសេសតើមិនត្រូវអារម្មណ៍របស់ខ្លួនវាគឺវាថាយើងឡប់ឈួតយើងនឹងចេះរឹងរូសមិនគួរឲ្យស្រឡាញ់ទេយកយើងទៅឲ្យម៉ែយើងវិញពេលយើងអត់ស្ដាប់សម្ដីគេយកយើងទៅជូនម៉ែយើងវិញទៅភាពិបាកនិយាយគ្នាភាយ៉ាប់ជូនយកភាទៅជូនបងណាក់វិញទៅទៅប្រាប់ប្អូនប្រុសខ្ញុំសិតអញ្ចឹងចុះប្រាប់អ្នក make up អ្នកស្អីអ្នកជុំវិញខ្លួនខ្ញុំអ្នករំអ្នកអីខ្ញុំវាអាក្រក់ណាស់អ្នកឯងនៅជាមួយខ្ញុំវាធ្វើខ្ញុំសប្បាយចិត្តឬក៏មិនសប្បាយចិត្តបើខ្ញុំសប្បាយចិត្តខ្ញុំនៅមួយអ្នកហើយខ្ញុំទ្រាំអស់ហើយ
ការត្រង់របស់ខ្ញុំវាទឹកភ្នែកវាលែងចាញ់លែងហូរអស់ហើយវាកៀងហើយផ្លូវដែលខ្ញុំដើរម្ដងនេះជាមួយលោកឪក៏ខ្ញុំគ្មានជំរឿសដែរហើយក៏អ្វីដែលផ្ដើមគឺមកពីអ្នកដែលធ្វើឲ្យខ្ញុំជ្រើសរើសយកផ្លូវហ្នឹងខ្ញុំចង់ប្រាប់មហាជនប៉ុណ្ណឹងហើយក៏ខ្ញុំចង់ផ្ដាំទៅវីដេអូចុងក្រោយរបស់ខ្ញុំទៅបកគលពីលនឹងដែរឈប់សាងកម្មពៀជាមួយខ្ញុំទៀតទៅជាមួយលោកឪទៀតទៅលោកអើយលោកគេវិញវ័នអាសាអ្នកខ្លាំងណាស់ខ្ញុំវាអស់គេឈ្មោះហើយលែងស្ដាយអីគេឈ្មោះវាទ្រាំអស់ហើយសុកគិតឲ្យលុយឲ្យអីកុំឲ្យគេនិយាយហែកគេយើងណាយើងខ្មាស់គេឥឡូវហ្នឹងវាអាលៀនលុបដោយសារវានឹងឯងគេឈ្មោះក្នុងសង្គមនោះវាស្អុយដោយសារបុគ្គលហ្នឹងអញ្ចឹងក៏ខ្ញុំអត់ខ្លាចដែរដែលខ្ញុំត្រូវទៅនិយាយវិញសាងកម្មពៀមិនឆ្អែតទេមិនឆ្អែតមិនហើយទេមិនដឹងពេលណាត្រូវចប់ហើយអត់យល់ហើយយើងនឹងស្អីបន្តិចក៏ត្រូវមុនអាគុំឲ្យបងផ្ទះតារានោះក៏អញ្ចឹងទៀតសិតតែយើងមโนគមវិជ្ជាបងមโนគមវិជ្ជាវាខុសពីសច្ចធម៌សច្ចធម៌ជាពាក្យពិតស្នេហ៍ជាស្នេហ៍ពិតអ្វីដែលល្អទង្វើល្អគឺគេស្រឡាញ់ហើយបងខ្ញុំអាយុ50ហើយខ្ញុំដឹងសដឹងខ្មៅដឹងច្បាស់បងមិនអាចរស់នៅក្នុងជីវិតប្តីប្រពន្ធរបស់ខ្ញុំទេ6 10ឆ្នាំខ្ញុំទ្រាំបែបណាខ្ញុំទ្រាំណាស់បងព្រោះខ្ញុំខ្មាស់គេខ្ញុំជាមនុស្សមហាជនខ្ញុំមានកិត្តិយសតែកិត្តិយសខ្ញុំឥឡូវវាខ្ទេចដោយសារម្នាក់ហ្នឹងអញ្ចឹងក៏ខ្ញុំត្រូវតែចេញមកដែរមកបកស្បែកមុខវាដែរព្រោះប្រទេសមានច្បាប់ណាអ្វីក៏ខ្ញុំឲ្យទាំងអស់ជាយាមហើយនេះឬដែលអ្នកថាស្រឡាញ់ខ្ញុំហើយទាំងអស់គ្នាបងសារព័ត៌មានផ្ទះតារាហ្នឹងក៏ដោយបងមុនចុះបងសួរខ្ញុំសិនបងចុះលំអៀងណាបងមានដែរសួរខ្ញុំថាអូភីមិនអញ្ចឹងអីអញ្ចឹងបងអត់ដែរសួរទេហើយកុំយករឿងរបស់ខ្ញុំតាក់តងពាក់ព័ន្ធជាមួយនឹងសាសនារឿងផ្ទាល់ខ្លួនប្តីប្រពន្ធរបស់ខ្ញុំផ្សេងបែកគ្នាវាអត់តាក់ទងជាមួយនឹងសាសនាទេហើយឥឡូវយូរទៅជាអ្នកវិបស្សនាសមាធិទៅជាគេខ្លាចវិញគេខ្លាចសមាធិយូរលែងប្តីវាទៅជាចេះវិញអាហ្នឹងវាធ្វើឲ្យខ្ញុំមានកំហុសជាគំរូមួយដែលមិនល្អនៅក្នុងផ្លូវសាសនាទៅទៀតវាកាន់តតោខ្ញុំធ្ងន់ទៀតព្រោះខ្ញុំអត់ចេះចេញបកស្រាយខ្ញុំអត់ចេះនិយាយឯងខ្ញុំខ្មាស់ឥឡូវវាលែងខ្មាស់ទៅអីទៅហើយសូមអធិស្ឋានសម្រាប់ទស្សនិកជនទាំងអស់ខ្ញុំអត់ចង់បងប្អូនឈឺក្បាលមួយខ្ញុំព្រោះពេលវេលានេះជាពេលវេលាដែលយើងត្រូវខ្វាយខ្វល់ជាមួយរឿងប្រទេសជាកំតែខ្ញុំពិតជាខឹងជាមួយទង្វើបុគ្គលម្នាក់នឹងដែលមិនព្រមកែសូមឲ្យកែវិញកែកម្មពៀពិតជាមានមែនខ្ញុំដាស់តឿនជាចុងក្រោយឯងឈប់បានឈប់ទៅហត់ណាស់